បាទសូមគោរពអញ្ជើញលោកសុខញ្ញាតាមដានទស្សនាព័ត៌មានចាំថ្ងៃពីបណ្ដាញទូរទស្សន៍កម្ពុជា CTN បាទសូមអញ្ជើញតាមដានមេតិការសំខាន់នៃព័ត៌មានស្ពានកោះពស់ខេត្តព្រះសីហនុបានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយក្នុងថ្ងៃនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសមិនអនុញ្ញាតឲ្យមានការរុករករ៉ែទីតាញោមនៅតំបន់ជីផាតក្នុងខេត្តកោះកុងនោះឡើយបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋចិនបាននិយាយឲ្យដឹងនៅថ្ងៃអង្គារនេះថាប្រទេសចិនបានចាប់ផ្ដើមបាញ់បង្ហោះនៅផ្កាយរណបដែលបំពាក់ទៅដោយប្រព័ន្ធទិន្នន័យថ្មីដែលការបាញ់ចេញនេះត្រូវបានគេធ្វើឡើងនៅឯមជ្ឈមណ្ឌលបាញ់ផ្កាយរណបក្នុងខេត្តស៊ីឈួនបាទថ្ងៃនេះដោយបងប្អូនប្រជាប្រដ្ឋលោកបានជ្រាបហើយថាថ្ងៃនេះគឺជាថ្ងៃមួយដែលជាការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានកោះពស់នៅខេត្តព្រះសីហនុហើយនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីឲ្យមានការវិនិយោគក៏ដូចជាកាត់បន្ថយភាពក្រីក្រនៅពេលដែលយើងមានស្ពានហើយនឹងមានការអភិវឌ្ឍហើយគឺជាបរិបទពិតជាមានភាពធូរស្បើយហើយលោកអុកពិសិដ្ឋនឹងធ្វើសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុដើម្បីជម្រាបព័ត៌មាននេះជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាបាទសូមអរគុណប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីស្ពានដែលជុំមរកតឬដែលគេហៅថាស្ពានកោះពស់នោះត្រូវបានប្រពៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃអង្គារនេះដែលស្ពាននេះស្ថិតនៅក្នុងសង្កាត់លេខ3ក្រុងព្រះសីហនុខេត្តព្រះសីហនុក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងលោកជំទាវកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនស្ពានដែលជុំមរកតឬហៅថាស្ពានកោះពស់នេះគឺជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកោះពស់ឲ្យក្លាយជារមណីយដ្ឋានលំដាប់ពិភពលោកក្រោមទុនវិនិយោគសរុបចំនួន300លានយូរ៉ូរបស់អ្នកវិនិយោគចម្រុះគឺក្រុមហ៊ុនវិនិយោគកម្ពុជាកោះពស់ស្ពាននេះមានប្រវែង900ម៉ែត្រទទឹង12ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្ត8ម៉ែត្រនិងគន្លងផ្លូវសម្រាប់ផ្ទុយចក្រយានទាំងសងខាង4ម៉ែត្រតម្លៃសាងសង់អស់ប្រមាណ20លានយូរ៉ូតាមគម្រោងទុកការសាងសង់នេះត្រូវប្រើរយៈពេល30ខែគិតចាប់ពីខែមករាឆ្នាំ2008រហូតមកអំឡុងចុងខែមីនាឆ្នាំ2010ប៉ុន្តែរយៈពេលសាងសង់នេះមានការយឺតយ៉ាវជាងការគ្រោងទុកអស់រយៈពេលប្រមាណ1ឆ្នាំដោយសារតែទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកកន្លងមកនាឱកាសនោះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសម្ដែងនូវការកោតសរសើរក៏ដូចជាថ្លែងអំណរគុណចំពោះក្រុមហ៊ុនវិនិយោគកោះពស់ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបើទោះបីជាឆ្លងកាត់កាលៈទេសៈដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចសកលលោកនៅឆ្នាំ2008-2009ក៏មិនមានរារែកក្នុងការអនុវត្តគម្រោងរបស់ខ្លួនដោយចំណាយទុនវិនិយោគប្រមាណ50លានដុល្លារសហរដ្ឋអាមេរិករហូតមកដល់ថ្ងៃនេះដោយបានសាងសង់ស្ពាននិងបន្តការដ្ឋានទៅអភិវឌ្ឍនៅលើកោះនេះឲ្យក្លាយជារមណីយដ្ឋាននិងមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិនៅតំបន់អាស៊ីអាគ្នេយ៍ដោយសម្ដេចបានចាត់ទុកដំណើរនៃគម្រោងនេះឆ្លុះបញ្ចាំងពីផ្នែកឯកជនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមហើយឆ្លុះបញ្ចាំងភាពជឿជាក់របស់មជ្ឈដ្ឋានអន្តរជាតិលើស្ថិរភាពនយោបាយសន្តិសុខសម្រាប់ធ្នាប់សង្គមក៏ដូចជាទៅលើការគ្រប់គ្រងការការពារការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដល់អ្នកវិនិយោគនៅកម្ពុជាផងដែរស្ពាននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កភាពងាយស្រួលដល់ការតភ្ជាប់ចរាចរណ៍ដឹកជញ្ជូនទំនាក់ទំនងពីតំបន់គោកនៃខេត្តព្រះសីហនុនិងតំបន់ដទៃទៅកាន់កោះពស់ដើម្បីជាគោលដៅដំបូងគឺការអភិវឌ្ឍកោះពស់ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍លំដាប់ពិភពលោកសម្ដៅឈានទៅសម្រេចគោលដៅបន្ទាប់គឺសម្រាប់បម្រើវិស័យទេសចរណ៍និងបង្កើតមុខរបរជាច្រើនជូនប្រជាពលរដ្ឋកន្លងមកនឹងបន្តទៅថ្ងៃអនាគតការដ្ឋានអភិវឌ្ឍរចនាសម្ព័ន្ធនិងសេវាកម្មនានានៅលើកោះពស់នេះនឹងផ្ដល់ការងារដល់ធនធានមនុស្សកម្ពុជាចំនួន20000ទៅ25000នាក់ស្ពាននេះក៏នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនិងផលិតភាពបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងក្រុងព្រះសីហនុដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិឲ្យក្លាយជាតំបន់ទេសចរណ៍យ៉ាងធំទៀតរបស់កម្ពុជាដែលអាចនាំមកនូវការទាក់ទាញវិនិយោគវិស័យផ្សេងៗបន្ថែមទៀតដើម្បីកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមកម្ពុជានិងការធានាដល់ស្ថិរភាពការងារនិងជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុផ្ទាល់ក៏ដូចជានៅក្នុងទូទាំងប្រទេសផងដែរខ្ញុំអុកពិសិដ្ឋស៊ីតានរាយការណ៍ពីខេត្តព្រះសីហនុ
ហើយខ្ញុំថាអ្វីដែលសំខាន់គឺស្ពាននោះឃើញវែងហើយធំទូលាយហើយសម្ដេចនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីនៅកាន់ខេត្តបរសែននោះនេះគឺយើងបានសមិទ្ធផល2ទី1ឆ្នេរសមុទ្រគឺកម្ពុជារបស់កម្ពុជាយើងគឺដាក់បញ្ចូលជាឆ្នេរសមុទ្រស្អាតនៅលើពិភពលោកហើយសម្ដេចសង្ឃឹមជឿជាក់ថានឹងមានកំណើនសេដ្ឋកិច្ចហើយនៅក្នុងនោះធនធានមនុស្សគឺពុំចាំបាច់យកឆ្ងាយទេគឺប្រជាពលរដ្ឋនៅទីនោះនឹងអាចមានការងារធ្វើពេលដែលការវិនិយោគច្រើនគឺបងប្អូនប្រជាពលរដ្ឋនឹងអាចមានការងារធ្វើនៅទីនោះដោយពុំចាំបាច់យកប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឬបណ្ដាខេត្តទៀតទេគឺគ្រប់គ្រាន់សម្រាប់ខេត្តបរសែននោះហើយក៏ជាការលើកកម្ពស់មួយនៃការបណ្ដុំបណ្ដាលធនធានមនុស្សផងក៏ជាការលើកកម្ពស់នៅវិស័យទេសចរផងដែរបើយើងងាកទៅមើលព័ត៌មានមួយដែរគឺនៅថ្ងៃដដែលគឺនិយាយទៅគឺថ្ងៃម្សិលមិញគឺប្រមុខរាជរដ្ឋាភិបាល